ជំរាបសួរពុកម៉ែបងប្អូននេះគឺជាកំពុងចម្លងដែលយើងធ្វើដំណើរទៅលេងសហគមន៍អេកូទេសចរសម្រស់កោះហានដែលស្ថិតនៅក្នុងឃុំកោះស្នែងស្រុកបរិយអូស្វាយសែនជ័យខេត្តស្ទឹងត្រែងបាទទេសភាពនៅទីនោះអ្នកដែលធ្លាប់ទៅពុតថាពិតជាឃើញមានព្រៃលិចទឹកមានសត្វមានទូកទៅមកបាទទូកសត្វទៅជាទូកសហគមន៍បាទនៅតំបន់នោះគឺរដូវប្រាំងនេះបាទពេលខ្ញុំទៅនេះគឺទៅនៅថ្ងៃហើយនៅថ្ងៃបុណ្យចូលឆ្នាំថ្មីបាទគឺថាប្រជាពលរដ្ឋដែលនៅមិនដឹងថាគាត់មកពីស្រុកខេត្តណាទេបាទគឺនាំគ្នាសម្រុកទៅលេងឡើងកោះស្ទះហ្មងបាទគឺថានៅក្រោមដើមឈើនឹងពិតជាត្រជាក់ឲ្យមានទឹកមានខ្សាច់មានទឹករាក់ដែលអាចងូតលេងទាំងក្មេងទាំងចាស់បាទពិតជាសប្បាយហើយនៅទីនោះគឺមានគេលក់ដូរទៀតបាទហើយអ្នកដែលទៅគឺពិតជាមានអារម្មណ៍ថាសប្បាយរីករាយបាទផ្នែកមែនតើបាទទេសភាពនៅទីនោះក៏ស្អាតមនុស្សក៏អ៊ូអបាទអូណាំតាន់តាប់មកបាទបងប្អូនហើយអ្នកដែលបានទៅពិតជាមានអារម្មណ៍ស្រស់ស្រាយថតទុកជាអនុស្សាវរីយ៍ឲ្យមានទាំងបទទេសបាទអាំងសាច់អ្នកខ្លះគាត់យកទៅដោយលក្ខណៈគ្រួសារបងប្អូនមិត្តភ័ក្តិបាទជិះទូកសហគមន៍ទៅកាន់សម្រស់កោះហានបាទហើយសូមពុកម៉ែបងប្អូនអ្នកដែលមិនទាន់បានទៅទស្សនាហើយទៅបាទតែរដូវវស្សាចូលមកដល់គឺថាទឹកលិចហើយតំបន់នេះយើងអត់បានទៅទស្សនាទេបាទពេលដែលពួកខ្ញុំទៅនេះគឺទៅច្រើនទូកមែនតើបាទហើយឥឡូវនេះកំពុងតែជិះទូកត្រឡប់មកវិញហើយបាទដោយសារថ្ងៃរៀងល្ងាចដែរបាទហើយមើលព្រៃព្រឹក្សាបាទមើលទេសភាពតាមបាទតាមដងទន្លេពិតជាស្អាតមែនតើបាទហើយសូមពុកម៉ែបងប្អូនបាទអញ្ជើញទៅទស្សនានៅកោះហានទាំងអស់គ្នាបាទនេះគឺជាសត្វបាទសត្វបាសាបក្សីហើយចិត្តពងទាំងពងបាទនៅទីនោះបាទពិតជាសប្បាយមែនឲ្យតែអ្នកបានទៅដឹងថាសប្បាយថតទុកជាអនុស្សាវរីយ៍បាទសូមអរគុណចំពោះការទស្សនាវីដេអូមួយនេះ